អ្នកណាកែខ្លះពេលដែលក្រុងសក់ឃើញក្បានតប៉ែតខ្លាំងមែនទែនអត់ស្អាតទេបងប្អូនណែបងប្អូនមករៀនពីវិធីក្រុងបែបនេះធានាថាពេលដែលបងប្អូនក្រុងមកឃើញស្អាតខ្លាំងមែនទែនបងប្អូនគ្រាចេះតិចតិចតួចទេពេលដែលក្រុងសក់ឃើញមកស្អាតប្លែកតែម្ដងដល់បងប្អូនមកសាករៀនធ្វើតាមគេបងប្អូនចាប់សក់លើជាពីរចឹងមកហើយចាប់លមូវាចូលគ្នាចឹងមកអាមួយលមូចូលក្នុងលមូទៀតលមូចេញក្រៅបន្ទាប់ពីបងប្អូនលមូហើយបងប្អូនចាប់សក់នឹងខ្វែងខាងពីលើគ្នាអញ្ចឹងមកបន្ទាប់មកបងប្អូនណាចាប់ទាញឡើងលើចឹងមកបងប្អូនចាប់ទាញរៀងប៉ងប៉ងឲ្យបងប្អូនឃើញក្បាលយើងកុំឲ្យតែប៉ែតចាំក្បាលអីអញ្ចឹងណាបន្ទាប់ពីបងប្អូនចាប់វារៀងប៉ងប៉ងឲ្យបងប្អូនចាប់លមូមួយទៀតហើយទាញសក់នៅសក់ហ្នឹងយកមកក្រងអញ្ចឹងមកក្រងបីធម្មតាដូចយើងទូទៅអញ្ចឹងបងប្អូនប៉ុន្តែពេលដែលចាប់ក្រងបែបនេះធ្វើសក់លមូខាងលើអញ្ចឹងឃើញសក់យ៉ាងលើខាងលើរបស់យើងនឹងគឺប៉ោងស្អាតខ្លាំងមែនតើបងប្អូនណាដែលមិនតាន់ចាប់ចេះក្រងអីសាកតាមវិធីនេះធានាថាពេលដែលក្រងមកខ្ជូតខ្លាំងមែនតើបងប្អូនណាដល់ពេលគេក្រងមកស្អាតខ្លាំងមែនតើមិនរៀបសក់ក្បាលដូចកាលមុនទេ